នៅក្នុងសាលារៀនមួយអ្នកគ្រូបាននាំកុមារទៅដើរលេងសួនផ្កានៅក្រោមទីធ្លាសាលាបន្ទាប់មកអ្នកគ្រូឲ្យកុមារចូលក្នុងសួនម្នាក់ម្ដងកុមារទី1ដើរទៅសួនផ្កាដោយរត់លេងយ៉ាងសប្បាយរីករាយគាត់អង្គុយមើលផ្កាស្រស់ៗនិងសត្វមេអំបៅហើរយ៉ាងសប្បាយបន្ទាប់មកកុមារទី2ដើរចងទៅក្នុងសួនផ្កាម្នាក់ទៀតតាមលំដាប់នាងដើរផងយកដៃចាប់ផ្កាលេងផងនាងរីករាយនឹងក្លិនផ្កានិងរៀនស្រឡាញ់ធម្មជាតិនាងកាន់បាច់ផ្កាហើយស្រូបក្លិនផ្កាដែលក្រអូបឈ្ងុយឈ្ងប់បន្ទាប់មកទៀតកុមារទី3ចូលទៅសួនផ្កាដោយរត់លេងយ៉ាងសប្បាយរីករាយនាងរៀនមើលថែផ្កានិងចេះស្រឡាញ់សត្វតូចៗអ្នកគ្រូបាននាំក្មេងមកសាលាវិញហើយទះដៃសរសើរកុមារដែលចេះស្រឡាញ់ធម្មជាតិនិងគោរពវិន័យបានល្អហើយអ្នកគ្រូឲ្យក្មេងៗចូលថ្នាក់វឹងរៀងៗខ្លួន